អូខេសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺមកជួបគ្នាម្ដងទៀតហើយគឺថ្ងៃនេះគឺមកបង្រៀនបងប្អូនពីរបៀបមើលTelegram គឺភាពខុសគ្នារវាង Telegram Premium និង Telegram ធម្មតាអញ្ចឹងណាបាទឥឡូវយើងកុំកាត់ពេលយូរយើងចូលទៅ Telegram ទាំងអស់គ្នាមកបាទតោះមកយើងចូល Telegram មកដល់កន្លែងនេះគឺយើងចូលកន្លែង setting មកបាទតោះមកយើងអស់ទៅលើយើងចូលកន្លែង Telegram Premium ហ្នឹងមកបាទតោះមកទៀតគឺយើងអស់ទៅលើទៅបាទតោះមកយើងយកកន្លែងពាក្យ story ហ្នឹងមកអូខេចូលកន្លែង story ហ្នឹងហើយគឺយើងអស់វាទៅបន្តិចទៅបាទគឺកន្លែងនេះបាទគឺយើងមើលកន្លែងនេះមកកន្លែងគុណនឹង2កន្លែង limit វាណាបាទចំណែកឯយើងមើលកន្លែងនេះមកកន្លែងនេះគឺ group and channel កន្លែង group and channel ហ្នឹងគឺយើងមើលខាងក្រោមនេះគឺfree 500ចំណែកឯកន្លែង free 500ហ្នឹងគឺមានន័យថាTelegram ធម្មតាគឺយើងអាចjoin group channel ហ្នឹងគឺបានតែ500 channel ទេចំណែកឯ Telegram Premium គឺយើងអាចjoin channel អាចរហូតដល់គឺអាចរហូតដល់1000 channel អញ្ចឹងណាបាទចំណែកឯយើងមើលខាងក្រោមវិញគឺ pin chat ហ្នឹងមានន័យថាសិនបើ Telegram ធម្មតាគឺយើងអាចធ្វើបានតែ5ទេចំណែកឯ Telegram Premium គឺយើងធ្វើរហូតដល់10អញ្ចឹងណាបាទចំណែកយើងមើលខាងក្រោមទៀតpublic link ហ្នឹងគឺមានន័យថា Telegram ធម្មតាគឺយើងធ្វើការ public link ហ្នឹងគឺបានតែ10ទេចំណែកឯ Telegram Premium គឺយើងអាចធ្វើរហូតដល់ទៅ20អញ្ចឹងណាបាទអូខេបន្តមកយើងចូលទៅមើលមួយទៀតគឺ sell គេនេះ GIFS នេះគឺយើងធ្វើបាន Telegram ធម្មតាគឺយើងធ្វើបានតែ200ទេចំណែកឯ Telegram Premium គឺយើងអាចធ្វើរហូតដល់ទៅ400អញ្ចឹងណាបាទឥឡូវយើងមើលមួយទៀតគឺ favorite sticker ចំណែកឯ favorite sticker នេះគឺយើងចំណែក Telegram ធម្មតាគឺយើងធ្វើបានតែ5 sticker ទេចំណែកឯ Telegram Premium គឺយើងធ្វើបានរហូតដល់ទៅ10បាទចំណែកឯ BIO នេះគឺយើងand more checker and choose line in your BIO នេះអូខេគឺសម្រាប់ Telegram ធម្មតាគឺយើងធ្វើបាន70ចំណែកឯ Telegram Premium គឺយើងធ្វើរហូតដល់140ចឹងណាបាទចំណែកឯ caption ខាងក្រោមនេះគឺយើងសម្រាប់ Telegram ធម្មតាគឺយើងធ្វើបាន1024ចឹងណាចំណែកឯ Telegram Premium គឺយើងធ្វើបានរហូតដល់ទៅ4096ដងចឹងណាបាទចំណែកឯខាងក្រោមទៀតគឺ folder នេះគឺ folder នេះបាទចំណែក Telegram free ហ្នឹងធម្មតាហ្នឹងគឺធ្វើបាន10ចំណែកឯ Telegram Premium គឺយើងនេះគឺធ្វើបានច្រើនមែនតើគឺគុណនឹង3នោះគឺបាន30អញ្ចឹងណាបាទចំណែកខាងក្រោមទៀតបាទ chat per folder នេះ
គឺយើងមើលទៅ Telegram ធម្មតាគឺយើងធ្វើបាន100ចំណែកឯ Telegram Premium គឺយើងធ្វើបានរហូតដល់ទៅ200អញ្ចឹងណាបាទចំណែកឯខាងក្រោមនេះទៀតconnected account បាទ account ធម្មតាគឺយើងធ្វើបានតែ3ទេចំណែកឯឥឡូវយើងមើលតទៅមុខទៀតគឺខាងក្រោមផុតគេណាSimilar Channel កន្លែងហ្នឹងគឺ Telegram ធម្មតាគឺយើងធ្វើបាន10ចំណែកឯ Telegram Premium គឺយើងធ្វើបានរហូតដល់ទៅ100អញ្ចឹងណាបាទហើយប្រសិនបើយើងធ្វើខាងក្រោមនេះ subscribe for per year មានន័យថាយើងធ្វើ Telegram Premium ក្នុងមួយឆ្នាំគឺចំណាយអស់$29.99ដុល្លារអញ្ចឹងប្រសិនបើយើងធ្វើជាក់ស្ដែងគឺអស់30រៀលជាងនៅកាត់ពន្ធកាត់អីទៀតគឺចូល32រៀលអីចឹងទៅប៉ុន្តែប្រសិនបើបងប្អូនចង់ឲ្យខ្ញុំធ្វើគឺខ្ញុំយកតម្លៃលើនឹង35ក៏36រៀលអីចឹងទៅហើយបងប្អូនចង់ឲ្យខ្ញុំធ្វើគឺខ្ញុំធ្វើឲ្យបានតែមួយផ្លែតគឺបានហើយអញ្ចឹងណាបាទអាហ្នឹងក្នុងករណីបងប្អូនអត់ចេះធ្វើបាទហើយយើងទៅមួយទៀតចំណែកឯនេះគឺដូចតែគ្នាទេបាទមិនគឺបោះស្រាយអស់ដែរហើយបាទវាមានកន្លែងនេះគឺមាន location អីចឹងទៅបងប្អូនមើលបន្ថែមខ្លួនឯងទៅបាទ start page អីនោះបាទយើងអស់មើលទៅអូខេបញ្ចូលកន្លែងនេះបន្តិចបាទចំណែកកន្លែងនេះសម្រាប់ Telegram Premium មានលក្ខណៈពិសេសត្រង់ថាពេលយើងឆាតសំឡេងជាមួយគ្នាអញ្ចឹងយើងអាចចុចកន្លែងអក្សរ A កន្លែងនេះមកឲ្យវាចេញជាភាសាអង់គ្លេសឬក៏ភាសាខ្មែរចេញជាអក្សរឲ្យយើងណាឲ្យយើងស្រួលអានអញ្ចឹងណាបាទគឺនិយាយរួមគឺ Telegram Premium គឺអាច translate ឲ្យយើងបានលឿនបាទអញ្ចឹងណាបាទហើយចំណែកកន្លែងនេះគឺយើងអាចupload វីដេអូឬក៏ file អីហ្នឹងគឺបានលឿនជាងមុនសម្រាប់ Telegram Premium អញ្ចឹងណាបាទកន្លែងហ្នឹងបាទចំណែកឯកន្លែងនេះគឺ translate ហ្នឹងហើយបាទបកប្រែហ្នឹងហើយបាទសម្រាប់ Telegram Premium អញ្ចឹងណាគឺយើងចង់ប្រែទៅអក្សរប្រែទៅភាសាអ្វីក៏បានដែរសាច់តែយើងអញ្ចឹងណាបាទអូខេតបមកយើងទៅមុខទៀតចំណែកកន្លែងនេះគឺយើងវាយអក្សរអង់គ្លេសអីទៅប្រើ sticker បានច្រើនបាទអញ្ចឹងណាបាទអានោះសម្រាប់ Telegram Premium បាទហើយយើងទៅមុខទៀតចំណែកឯកន្លែងនេះសម្រាប់ Telegram Premium មានលក្ខណៈពិសេសដូចជាយើងអាចដាក់ sticker កន្លែងឈ្មោះយើងហ្នឹងដាក់រូបដើមដូងរូបអីដាក់ផ្កាយដាក់រូបគ្រីស្ទអីគឺបានច្រើនអញ្ចឹងណាដោយដែលវីដេអូគេធ្វើឲ្យយើងមើលហ្នឹងបាទបងប្អូនឃើញហើយបាទឥឡូវយើងទៅមុខទៀតទៅបាទចំណែកកន្លែងនេះគឺយើងអាច take in cell message គឺយើង take បានអញ្ចឹងណាបាទសម្រាប់ Telegram Premium បាទឥឡូវយើងចាប់ផ្ដើមទៅមួយទៀតមកបាទអូខេចំណែកកន្លែងនេះគឺ name and profile color មានន័យថាឈ្មោះរបស់យើងឬក៏ profile របស់យើងយើងអាចបដូរពណ៌បដូរអីបានច្រើនអញ្ចឹងណានឹងសម្រាប់ Telegram Premium បាទគឺមានលក្ខណៈពិសេសច្រើនបាទឥឡូវយើងទៅមួយទៀតចំណែកកន្លែងនេះwallpaper for bot CD ហើយគឺ
ខ្ញុំដូចមិនសូវយល់ដែរបាទបងប្អូនមើលតាមវីដេអូគេហ្នឹងទៅគឺយល់ហើយបាទខ្ញុំអត់យល់ដែរហើយដូចជាគេបដូរពណ៌បដូរអីចឹងណាបាទដល់ភាពងឹតភាពភ្លឺតាមនឹងចឹងទៅបាទឥឡូវយើងទៅមុខទៀតចំណែកឯកន្លែងនេះគឺ profile bake ហ្នឹងគឺយើងអាច bake profile ទៅវិញទៅមកគឺបានអញ្ចឹងណាដោយវីដេអូគេធ្វើឲ្យយើងមើលអញ្ចឹងបាទឥឡូវយើងទៅមុខទៀតចំណែកកន្លែងនេះគឺ pin message ហ្នឹងគឺយើងអាច pin ពីតាមនឹងដាក់ star ដាក់អីចឹងទៅដូចគេធ្វើបង្ហាញឲ្យយើងមើលចឹងទៅបងប្អូនមើលបន្ថែមទៅបាទខ្ញុំសូមបង្ហាញត្រួសទៅកន្លែងហ្នឹងបាទឥឡូវយើងទៅមុខទៀតមកចូលដល់កន្លែងនេះហើយ disable sharing ហើយតើយើងអាច share មានអី share បានចឹងទៅបាទបងប្អូនមើលតាមវីដេអូគេហ្នឹងគេធ្វើឲ្យយើងមើលហ្នឹងទៅមើលបន្ថែមខ្លួនឯងបានអញ្ចឹងណាបាទឥឡូវយើងទៅមុខទៀតមកបាទចូលដល់កន្លែងនេះadd when cat chat with manager manage អីហ្នឹងខ្ញុំអត់សូវប្រកែអង់គ្លេសដែរបាទបងប្អូនមើលបន្ថែមទៅបាទតោះយើងទៅមុខទៀតមកចូលដល់កន្លែងនេះ no ADS នេះគឺខ្ញុំអត់សូវយល់ដែរបាទខ្ញុំអត់យល់ដែរបាទបងប្អូនមើលបន្ថែមខ្លួនឯងឥឡូវយើងចូលទៅមួយទៀតទៅបាទចូលមកដល់កន្លែងនេះគេបង្ហាញយើង premium app clone កន្លែងនេះគឺខ្ញុំអត់ចូលដែរបាទអញ្ចឹងណាគេដាក់ clone from selection of Telegram app icon for your home screen វិញខ្ញុំអត់ចេះដែរបាទឥឡូវយើងទៅមុខទៀតមកបាទចូលដល់កន្លែងនេះគឺខ្ញុំស្គាល់ហើយអូខេកន្លែងហ្នឹងគេបង្ហាញ sticker ឲ្យគ្នាច្រើនអញ្ចឹងទៅបាទឥឡូវយើងទៅមុខទៀតអានោះសម្រាប់ Telegram Premium ទាំងអស់បាទចូលដល់កន្លែងនេះគឺបងប្អូនមើលតាមហ្នឹងទៅបាទមើលបន្ថែមទៅខ្ញុំអត់សូវយល់ដែរមកដល់កន្លែងនេះគឺជ្រៅដែរបាទអត់ធ្លាប់ជួបអញ្ចឹងណាអូខេបងប្អូនមើលបន្ថែមទៅណាបាទគឺមានច្រើនកន្លែងនេះគឺ AI tool គេអាចបកប្រែសេសងលេបកប្រែមកខ្ញុំអត់សូវយល់ដែរអញ្ចឹងណាបងប្អូនមើលបន្ថែមសាឡបងធ្វើទៅហើយខ្ញុំមានទទួលធ្វើ Telegram Premium ដែរមានកញ្ចប់3ខែ6ខែហើយនឹង1ឆ្នាំសិនមកបងប្អូនចង់ធ្វើអាចទាក់ទងមកខ្ញុំបានលេងនៅក្នុង YouTube របស់ខ្ញុំអាចឆាត់មក Telegram បានបាទមានទាំង Telegram Channel និង Telegram តខ្លួនមកខ្ញុំអញ្ចឹងណាបាទឥឡូវយើងថយទៅវិញមកឥឡូវបងប្អូនមើល account Telegram ខ្ញុំនេះមួយមកនេះគឺ Telegram ខ្ញុំដាក់ Premium គឺ story គឺដាក់បានច្រើនបាទនេះខ្ញុំដាក់ story អស់គុណបងណាធ្វើសេវាកម្ម Telegram Premium ពីខ្ញុំធ្វើឲ្យចឹងណាបាទនេះគឺមានទទួលធ្វើ WeChat ដែលចេញ ad brand ទៅចេញបែបហ្នឹងចឹងណាបាទអូខេនេះសេវាកម្មរបស់ខ្ញុំមានច្រើនមានទទួលបង្កើត WeChat និងលក់បង្កើត Telegram ធ្វើ Telegram Premium អីចឹងទៅហើយមានតម្លើងចំនួនអ្នកតាម TikTok មានទទួលដំឡើង Subscribe YouTube អញ្ចឹងទៅបាទអូខេសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងសម្រាប់បងប្អូនច
ចូលចិត្តជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាទអរគុណច្រើនបាទ